Một màn khai ní lan chi nơi được nông krong hay khan dùng lột đom rồi hay ngày ní mà kri rôm vô lan lột đom có mỗi biết keng capita นี่คือจีจนาดมวยได้ยมหนังเชียร์ยิมแล้วโดยเปิดเปียบอลคาปิตาบอลลานย้อมแต่งบุญแต่ง PH บุญ X บุญ ARC บุญ LC ให้ย้อมจ้องไปหาเนี่ยแต่งอกนี่เราตา PH เปียยังหัว PH หัวกองแต่ข่อยนั้นตาวิปบะอย่างนั้นยมประกอบได้ทาง PH ประกอบจีลาก็ด้วยดิยมชื่อเจ้าเวลาด้วยปัญญายมจ้องไปหาเนี่ยแต่งอกนี่ให้เปอร์เซ็นต์บาร์ตัวโบงยมกระจายยมปัวมาดูเพียเชิญนึกเปียกดลางจนาดมือนี้กดไปให้จีโยกองบกดกันช่วยโจลงจลอมือนี้ให้กองกันสดามบกดคือโจลงจลอมือนี้เราจะแต่โมเตอร์วิเหงเนี่ยขณะเอียงเทียบยืมกระชายยืมไอตะบานแล้วยมหนึ่งขนมปีเอ็กแล้วโอ้ยลองที่เส้นปวดเอียงจีเอียดติ๊กมานมนี่โอเคน้ำนมนี้คือเชียร์กับไลน์ได้เก็บผนังโดยโยนอฟโรดนะปฏิการโยนผนังโยนอฟโรดประจำชั้นในบริโภคอุ๊ปส์แล้วนี้ดูเนี่ยของเคยใช่ไหมโยมพิงชีคือไอ้ให้อัตโนมัติจับเส้นตรงพงได้ไข่แต่ยาต่อมันล้างเนี่ยนะแล้วโยมตัวไม่ของสุดเลยเอาไปถือตีตังสันแล้วโยมกัดหมอบุญไอ้สันใบโรยลองจังเจี๊ยบโบ๊ะยมหนังสะสมุน PH chúng ta là tơ rồi đấy là những cái PH xuống and let's see những po con capital này tình đấy là về những cách việc là ta gọi châu liền hiện tại cả những chỉ tầm một tầm còn tiếp là bởi vì tầm cả tầm nặng cả có vì con capital đã thọ chỉ liver có gì cơ việc cách tiếng chỗ tiền đẹp xin đẹp con capital này ở đây này rồi take time trắng bị face okay here we go បងខ្ញុំនឹងសាកទៅកាន់ដាក់កង់ខ្ញុំចូលស្នាមកន្លែងដែលមានស្នាមជាយាមឡើងរក PH oops អូខេឡើងអត់ខ្ញុំនឹងនិយាយថយបន្តិចទៅហើយនឹងជាយាមម្ដងទៀតមកតាមខ្ញុំអត់បានជាយាមម្ដងនេះខ្ញុំរៀងជន់រៀងយកទៅប៉ាបន្តិចហើយយើងនៅចូលកង់យើងចូលចោឆ្វេងស្នាមនឹងដដែលស្រាប់ចឹងនឹងកោមកធ្វើការមិនតែទៅអត់រួចទេដោយសារតែយើងអត់មានស្រាប់ចឹងនឹងពោះកង់មុខឥឡូវខ្ញុំថយវិញខ្ញុំបងចោលនៅការបង្វែងរបស់យើងចំពោះ PH តែយើងនឹងកាច់ទៅចូលទៅក្នុង 4A អ្វីដែលខ្ញុំតែងតែនិយាយជាមួយ 4A របស់ប្រព័ន្ធកាពីតារបស់ Mitsubishi Super Select ចំណុចទី2នេះគឺ 4A របស់ line វិញនេះគឺខូច 4A plan ផ្សេង 4A plan វិញនេះគឺជាគេហៅថាប្រភេទជាគណៈ full time all wheel drive 4 wheel drive ដែលយើងមានបងកណ្ដាល center differential ដែលយើងអាច unlock បានអញ្ចឹងមកតែកម្លាំងវាបញ្ជូនទៅមុខទៅក្រោយវាអត់ស្មើគ្នាទេក្នុង 4A មួយនេះវាអាចពេលខ្លះ40 60ដើម្បីអីដើម្បីឲ្យកង់នឹងវាប្រែប្រួលតាមស្ថានភាពកុំឲ្យវាមាន wind up គឺយើងអាចជិះទៅលើផ្លូវកស៊ូដោយរៀបស្មើបានដែលមិនបារម្ភក្នុងការខូចនៅបបនេះចឹងខ្ញុំថយតិចទៀតដើម្បីឲ្យវាឡងតិចទៀត
ហើយខ្ញុំកាច់ចូលទៅក្នុង 4X ដែលជា 4X Center Differential Unlock ហើយខ្ញុំនឹងយក line ដដែល line ទៅអូឆ្វេងស្ដាំដដែល so let's seeខ្ញុំអត់នឹកស្មានថាវាអាចប្រើតែ 4X with center differential unlock អាចឡើងរួចទេចំពោះ traction control ចំពោះឡានរបស់ខ្ញុំមួយនេះដូចខ្ញុំតែងតែនិយាយខ្ញុំស្រឡាញ់ traction control ចំពោះឡានមួយនេះខ្លាំងណាស់ពិតជាអស្ចារ្យមែនទែនពិតជាអស្ចារ្យមែនទែនចំពោះតែ 4X with center differential unlock អាចធ្វើបានអញ្ចឹង 4X អត់ដូរទេអត់មានទៅ 2X ទេវា try 44 degree center differential unlock okay let's go ដែលខ្ញុំបានប្រាប់មិញអញ្ចឹងគឺឧបសគ្គគឺមុខនេះគឺមានច្អូមួយអញ្ចឹងខ្ញុំអាចយកមិនមែនធំបានទេព្យាយាមតិចតិច okay approach angle let's go oh my god it's very easy ជាស្រួលមែនតើខ្ញុំមិនគិតថាវាស្រួលលក្ខណៈហ្នឹងពេកខ្ញុំមិនគិតថាវាស្រួលលក្ខណៈហ្នឹងពេកព្រោះចំណោទនេះខ្ញុំធ្លាប់ឡើងជាមួយឡានផ្សេងតែត2024ខ្ញុំទៅប្រើដល់ទៅ 4LC ដើម្បីឡើងមកបានតែចំពោះឡានខ្ញុំ 4X center differential unlock អាចទៅរួចអត់មានវា spin អត់មានវា slip អីទេមិញគឺ very smooth application អត់មានត្រូវការ momentum អត់មានត្រូវការអីទាំងអស់ I like it I really like it នៅក្នុងចំណោមឧបសគ្គទាំងអស់ជាមួយនឹងការ off road ផុកគឺជាឧបសគ្គមួយដែលខ្ញុំចូលចិត្តជាងគេវាជាឧបសគ្គមួយដែលពេលខ្លះទៅធ្វើឲ្យយើងបារម្ភប៉ុន្តែក៏ធ្វើឲ្យយើងមិនបារម្ភខ្លាំងពេកដែរដោយសារបើយើងនិយាយភាពរវាងផុកហើយជាមួយផ្លូវថ្មមួយឡើងទួលពេលខ្លះវាអាចប៉ះពាល់ជាមួយនឹងជើងក្រោមអាចកោសជាមួយថ្មអុកមួយកាទះប៉ះជាមួយនឹងប្រព័ន្ធ transfer ប្រព័ន្ធបបលេខយើងខាងក្រោមហ្នឹងគឺវាអាចមានបញ្ហាយើងបារម្ភខ្លាំងប៉ុន្តែចំពោះផុកគឺទុនក៏ប៉ុន្តែផុកងាយនឹងមានបញ្ហាគឺអាចធ្វើឲ្យយើងជាប់យូរពេលខ្លះទៅណាអត់រួចតែចំពោះមួយនេះខ្ញុំនឹងព្យាយាមឆ្លងឧបសគ្គផុកនេះឲ្យអ្នកទាំងអស់គ្នាមើលខ្ញុំធ្លាប់បើកតែត2024ម្ដងយើងឆ្លងលើកទី1យើងឆ្លងអត់ផុតទេយើងត្រូវប្រើបច្ចេកទេសបិទ traction control បិទអីជាច្រើនដើម្បីឲ្យយើងឆ្លងផុតជាមួយឧបសគ្គមួយនេះហើយចាក់ទងជាមួយនឹងផុកអ្វីដែលយើងត្រូវធ្វើមុនគេបំផុតយើងត្រូវវាស់តើជំរឿរបស់វាប្រហែលហើយស្ថានភាពផុកខាងក្រោមវាទន់ឬមួយក៏រឹងដើម្បីឲ្យយើងពេលខ្លះទៅធ្វើឲ្យយើងអាចកំណត់ថាតើយើងគួរតែផ្សងក្នុងការឆ្លងឧបសគ្គផុកតែអត់ឬមួយបើសិនបើយើងដូចខ្ញុំពេលនេះខ្ញុំមកតែឯងអត់មានទាំងអស់អ្វីដែលខ្ញុំមានគឺអាចមានជា mat track មួយចំនួនខ្ញុំទុកនឹងក្រោយឡានខ្ញុំបើសិនជាមានបញ្ហាខ្ញុំអាចនឹងប្រើ mat track ក្នុងការជួយឲ្យចេញពីស្ថានភាពនេះប៉ុន្តែបើសិនមកចេះរួចទេនឹងឲ្យគេមកជួយអស់ហើយអញ្ចឹងអ្វីខ្ញុំត្រូវធ្វើមុនគេគឺរកឈើមិនឈើដើម្បីវាស់ជំរឿវាទី1ហើយមួយទៀតយើងនឹងវាស់តើប្រភេទនៃផុកនេះខាងក្រោមវាទន់មួយរឹងស្ថានភាពវារៀងទន់ខ្លះរឹងខ្លះទៅតាមកន្លែងមួយទៅកន្លែងនេះគឺទន់ខ្លាំងក្រោយកែវក្តារនេះអត់សូវអីទេហើយជំរឿវាខាងនោះគឺទន់ខ្លាំងខ្ញុំមានបារម្ភតិចនៅខាងនោះដោយសារតែខ្ញុំពាក់ជើងខ្ញុំតើរួចទេហើយកម្ពស់វាប្រហែលជំរឿវាហើយជាខ្ទង់400 មីលីម៉ែត្រអូកាលនេះរៀងជ្រៅខ្លាំងតិចកាលនេះអូខេអូនេះក៏រៀងជ្រៅហើយទន់បារម្ភខាងនេះជាងគេខាងនេះរៀងទន់ខ្លាំង
ta nhóm cô là từ biển đi tới nó đúng rồi có biển nọ mà này mà sao mà nhóm từ biển đi tới nó biển nọ mà này lại nên bên ông xã bên cô chơi môi đại kia hiệp nông cả đốt bọt trắng camping tại vì tay can nó bên miền chuẩn nào tại vì anh nghe sủa chiều mà tay can đấy nhưng mà đã miền loạn tí trong nhưng mà hai chiếc xa thì can nó mau bình nhóm lang tua nó hay nhóm cho máu nhóm đừng chia diêm vô để loạn mà nhóm phải tranh mà can này dừng khâm ta nhóm đừng chlong phốt đời mình miền phanh ha ấy chỉ muốn ông xã phọc với đi ok và po hai chiếc tung 4 mm chùm hư ốp sạ phóc chân bên đấy nhom một con cả ba là anh vào nhom mà tự trồng chỉ muốn nằm lơi cho nào có hay nhưng nhìn lo vào sạ phóc đài nhưng mà đi vào mình nắng sẽ tìm nắp camera mình ấy nằm đây ấy thọt 3-4 plong hiện hot tích ở đây nhóm thời thua bênนี้chỉ thua mà đá nằm bay và có tha stability control ball lan viên năng bằng interfere cho bồn năng cả lắng chỉ tôi tới dương được bật stability control rồi bỏ đổi chuột hộp nhà con off nắng chuột chuột bay bình tí và đây sàn web này nhóm ở từ dân nhóm được cái chỗ đường 4HRC hay là mình chuột chỗ mặt ở vậy đây chỉ muốn off road mode để cho bồn lan các bạn ta sớm mai tầm nữa cứ ta bây giờ mình sàn up play chẳng cứ viên năng sửa để thuộc viên năng bị chia từ bot ao càng đồng buồn nắng viên năng phơi cho là na từ tan sàn phiệp cái tôi muốn sàn phiệp phọcแบบนี้คือยังอดจังเลยลานยัง stability control ยังทัวการเลื่อนไปเลยsau khi thôiเลื่อนไปมันจะviên năngจับกองxem của việc ởจับตกตามmình hành phấy viên năngจับแผงกองนามุยถึงบุญนั้นลองติ๊กจังทัวยังบัดกระหลังให้มวยเตี้ยcó viên năng tải lệ engine brake này với thôi cả láng engine nó dương năng viền ọt min cả láng pin này chẳng là bây giờ những cái chỗ phóc viên năng sửa thoát nằm bay ơi các bậc thôi nông engine brake hay chỉ muốn stability control nắng có các bậc thôi mà ta cứ các bậc thôi đôi còn lên miên nông ca chấp hàng individually nằm bay vì chặt tốc tha vì chia cột nát các bất cứ mình chỉ cột play cột nát chỉ play ấy thế cứ xa để dương chỉ không phải phóc chẳng ấy nhom nâng cái chỗ được phổ HRC hay nhom nâng select cho môi nâng mud and snow xong lại bao lỡ hai nhom thường khơm ra nhom mình long phốt bây giờ nhom bảo mình nó cứ nơi khang con thằng chui mà nhom nó hiện vi hiện linh tịch đây hiện tôn chân nhom nâng for AOC and let's see let's go nhom nâng cho hai nhom nâng keep momentum tiếp not a problem absolutely not a problem ấp đến phanh ha về được rồi cứ tha còn pua và hai chỉ tung 4 mm hay đây nơi càng con càng xoay tuấn con này đám giờ sơ tuấn hiện hàng tích cứ tha admin chỉ phanh ha sầm mẹp Mitsubishi Triton Evo 9 để mẹ dù ca mỗi năm đi hái và con traction control Capita Super Select mặt I love it guys I really love it good ហើយឧបសគ្គមួយនេះគឺជាឧបសគ្គខ្ញុំគិតថាជាឧបសគ្គចុងក្រោយហើយមុននឹងខ្ញុំបង្ហាញដល់អ្នកទាំងអស់គ្នាអំពីទីតាំងរួមទាំងផតដ្រូនទីតាំងរួមមកដល់អ្នកទាំងអស់គ្នាឃើញអំពីទីតាំងកន្លែងនេះគឺកន្លែងនេះគឺជាកន្លែងដែលខ្ញុំគិតថាចោតជាងគេហើយនៅក្នុងតំបន់មួយនេះហើយខ្ញុំនឹងឡើងឲ្យអ្នកទាំងអស់គ្នាឃើញដើម្បីឲ្យអ្នកទាំងអស់គ្នាឃើញថាតើវាចោតប៉ុណ្ណាអញ្ចឹងហើយបើនៅក្នុងកាមេរ៉ាអាចថាវាមិនសូវជាលក្ខណៈចោតខ្លាំងទេប៉ុន្តែនឹងក្រៅគឺចោតមែនតើគឺចោតខ្លាំងគឺអ្នកនរគ្នាក៏ខ្ញុំឡើងគឺជាច្រើនជំហានដែរតម្រាំខ្ញុំឡើងមកដល់លើខាងនេះអញ្ចឹងដោយសារតែខ្ញុំបានប្រើប្រព័ន្ធគ្រប់អស់ហើយអត់តន់គ្រប់ទេសុំទោសខ្ញុំបានទំប្រើទំដល់ 4H ហើយ 4H LC ទេមិនឆ្លងផុកប៉ុន្តែអត់តបានប្រើ 4 LC ទេហើយកាលពីមុនពេលខ្ញុំមកគឺខ្ញុំសាកអាកន្លែងនោះវាចោតដែរប៉ុន្តែមិនចោតដល់អ្នកនេះទេកន្លែងនេះគឺចោតគុណ2អញ្ចឹងខ្ញុំព្យាយាមឡើងចំណោទកន្លែងនេះដោយប្រើប្រព័ន្ធ 4LC ខ្ញុំនឹង go ទៅ 4LC ព្រាមហ្មងខ្ញុំអត់ចាំបាច់ប្រើ 4LC ទេខ្ញុំគិតថាអាពីរហ្នឹងទៅអត់រួចទេដោយសារវាអត់មានកម្លាំងមញងវាមញងធំទៅប្រើ 4LC ទៅមញងទូច
ដែលធ្វើឲ្យឡានទាំងអស់យើងនឹងកម្លាំងគឺខ្លាំងហើយយើងចាំមើលទាំងអស់គ្នាតើយើងអាចធ្វើបានទេចំពោះចំណោទវាខ្ពស់ជាងគ្រានៅក្នុងតំបន់មួយនេះឡង់របស់ខ្ញុំលើនេះវាអត់សូវត្រង់ខ្ញុំនឹងយកឡង់ឲ្យត្រង់បន្តិចព្រោះថាឡង់គឺសំខាន់សម្រាប់ឡើងឧបសគ្គបើយើងឡើងឧបសគ្គជាពិសេសឡើងចំណោទដល់យើងយកឡង់អត់ត្រង់វាធ្វើឲ្យកង់យើងបាត់ traction ពេលយើងបត់ណាកង់យើងវាផាប់ពោះអញ្ចឹងហើយរៀបចំឡង់ឲ្យស្អាតមុននឹងយើងធ្វើបត់ការអូខេ for LC ទៅ for LC ដាក់ in push កាច់ចំពោះ for LC នេះបើទោះជាស្ថានភាពនេះគឺច្រើនយកចំណោទហើយវាមានគ្រោះប៉ុន្តែខ្ញុំនឹងប្រើជា rock ខ្សែ rock វានឹងធ្វើឲ្យ traction control very aggressive ហើយចំណោទនេះចោតខ្លាំងខ្ញុំចង់ឲ្យ traction control វាគឺ very aggressive ហើយខ្ញុំនឹងមិនប្រើលេខ1នោះទេ gear ទី1ទេខ្ញុំនឹង select gear ទី2ដោយសារតែ gear ទី1វាខ្លាំងពេកពេលខ្លះយើងជន់ជើងយើងរៀងខ្លាំងពេកទៅវាធ្វើឲ្យបាត់ traction so ខ្ញុំ go for LC ហើយឡានខ្ញុំមាន pedal shift ខ្ញុំនឹងដាក់ទៅ manual ឬមួយក៏មិនក៏បានដែរខ្ញុំគ្រាន់តែ select លេខ2នៅក្នុងpedal shift របស់ខ្ញុំនឹងខំថាខ្ញុំនឹងព្យាយាមតែមួយ attempt ទេនឹងអាចឡើងរួចសង្ឃឹមថានឹងឡើងរួចជឿជាក់ go Oh my god Oh man I love it I really love it ខ្ញុំពិតជា enjoy doing that ខ្ញុំគិតថាយ៉ាងហោចណាស់ក៏ខ្ញុំត្រូវការ2ទៅ3ដងដែលអាចឡើងរួចអញ្ចឹងជាមួយនឹងride transfer case កាពីតាជ្រើសកាពីតាឲ្យត្រឹមត្រូវទៅតាមកម្រិតរបស់វា ride gear selection វានឹងជួយយើងទាំងអស់គ្នាក្នុងការឆ្លងឧបសគ្គដោយរលូនដោយមិនមានបញ្ហាហើយនឹងឲ្យមានទំនុកចិត្ត Oh man ថ្ងៃនេះពិតជាសប្បាយមែនទែនគឺតែខ្ញុំខានយកឡានខ្ញុំមកលុតដំវាយូរហើយជាក្នុងក្រុងច្រើនហើយជា3 4 5ខែ3 4ខែឥឡូវខ្ញុំមានឱកាសក្នុងការយកវាមកលុតដំហើយយកវាមកសាកល្បងមិនមែនសាកល្បងពូឡានខ្ញុំសាកល្បងចែកដល់ហើយយកវាមកគេហៅថាលេងកំសាន្តដូចមនុស្សយើងចឹងយើងខានលេងយូរយើងអបសុកចឹងយកឡានមកលេងអូខេអរគុណអ្នកទាំងអស់គ្នាគឺសម្រាប់វីដេអូថ្ងៃនេះគឺខ្ញុំបានប្រើគ្រប់ម៉ូដអស់ហើយខ្ញុំឡើងចំណោទជាលក្ខណៈឡើងចំណោទមានច្អូឡើងចំណោទចោតខ្លីឡើងចំណោទចោតខ្ពស់ហើយក៏លេងលក្ខណៈផុកគឺអត់មានបញ្ហាទេប៉ុន្តែខ្ញុំនៅតែនិយាយតែឡានខ្ញុំគឺជាឡាន stock មិនទាន់កែច្នៃទេអញ្ចឹងសមត្ថភាពវាក៏មិនទាន់អីអស្ចារ្យណាស់ដែរប៉ុន្តែយើងត្រូវយល់អំពីខ្លួនយើងត្រូវយល់អំពីសមត្ថភាពរបស់ឡានយើងតើឡានយើងអាចមានសមត្ថភាពកម្រិតណាហើយកុំធ្វើឲ្យហួសពីសមត្ថភាពរបស់ឡានរបស់យើងពីព្រោះឡានយើងថ្លៃណាស់ត្រូវតែ ensure ត្រូវតែ make sure ថាយើងអាច off road បានប៉ុន្តែ off road ដោយសុវត្ថិភាពត្រឡប់ទៅផ្ទះវិញដោយឡានរបស់យើងនៅមូលអត់មានបញ្ហាអីទាំងអស់នេះហើយគឺជាអ្វីដែលខ្ញុំចង់បង្រៀននិងចង់ប្រាប់អ្នកទាំងអស់គ្នាមូលហេតុដែលខ្ញុំព្យាយាមធ្វើ content មួយចំនួនទាក់ទងនឹង off roading គឺនឹងជួយជាចំណេះដឹងនិងជួយជាបទពិសោធន៍ដែលខ្ញុំបានតេស្តបានសាកល្បងហើយយកមកចែកចាយឲ្យអ្នកទាំងអស់គ្នាបានដឹងហើយបើសិនបើខ្ញុំរៀបរាប់ទៅវាខ្វះខាតឬមួយក៏អ្នកទាំងអស់គ្នាមានកម្រិតអីផ្សេងអ្នកទាំងអស់គ្នាអាច comment យើងអាចនឹងសិក្សាជាមួយគ្នាយើងអាចនឹងពិភាក្សាជាមួយគ្នាហើយខ្ញុំសង្ឃឹមថាឱកាសក្រោយៗទៀតដល់ពេលដែលយើងមាន trip ចំពោះអ្នកទាំងអស់គ្នាដែលចង់សាកហើយអ្នកទាំងអស់គ្នាចង់យល់អំពីការប្រើប្រាស់ប្រព័ន្ធអេតាខ្ញុំពិតជាលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាចូលរួមជាមួយពួកយើងមិនត្រឹមបានជាបទពិសោធន៍ off road មិនត្រឹមបានទាំងខ្វែងយល់អំពីកាពីតាឡានរបស់យើងសប្បាយហើយនឹងស្គាល់មនុស្សល្អទៀតអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលរួមជាមួយពួកយើងនៅក្នុងសកម្មភាពដំណើរកម្សាន្តនានារបស់ក្រុមរបស់យើងអរគុណច្រើនអ្នកទាំងអស់គ្នា
ខ្ញុំពិតជាសប្បាយមែនទែនថ្ងៃនេះគឺពិតជាសប្បាយមែនទែនអត់មានអីពាក្យថ្លៃទេហើយអាកាសខ្ញុំពិតវាមានសុវត្ថិភាពអូខេជួបគ្នានៅវីដេអូក្រោយអរគុណច្រើន